ក៏ដែលអ្នកផឹកផលិតចេញពីទឹកដោះគោស្រស់មែនទេក្មេងៗស្វ័យនេះជួយចិត្តបំផុតភេទជ្ជៈដែលធ្វើពីកាក់តែត្រឹមតែមួយកញ្ចប់អាចឆុងបានរហូតដល់មួយអាទិត្យឯណោះតកែផ្លែឈើនេះខូចហើយបោះចោលតែផ្លែឈើអាលួយនឹងខ្ញុំខំទៅទិញផ្លែឈើស្រស់កន្លះគីឡូជាង19ចេណាតែផ្លែឈើអាលួយវិញកន្លះគីឡូត្រឹមតែ$1ជាងឯងចំណេញលុយបានជាងទៅដល់10ដងឯណោះតែវាឡើងខ្មៅអស់ហើយបើភ្ញៀវឃើញធ្វើម៉េចដាក់នៅក្នុងម៉ាស៊ីនក្លុកឲ្យមកអ្នកណាទៅមើលដល់ហើយចាក់ទឹកសរោកន្លះដបត្រាំវាទៅក្លិនស្អុយរលួយក៏អាចខ្លាចជាក្លិនផ្អែមបានដែរតែយើងឃើញដាក់ថាសរោកាឡូរីហើយមិនក៏ដាក់ទឹកសរោច្រើនម្ល៉េះក្បាលរឹងមែនទឹកក្រូចមួយដបគ្រាន់តែបន្ថែមពាក្យ0កាឡូរីគឺអាចដំឡើងថ្លៃបានហើយបើខ្ញុំមិនសរសេរពាក្យថា0កាឡូរីមិននឹងលក់បានថ្លៃទៅកុំឈរនៅស្ងៀមយកទឹកមួយធុងនេះទៅដាក់នៅក្នុងម៉ាស៊ីនផលិតទឹកកកទៅខ្ញុំមានលុយឯណាទៅបង់ថ្លៃទឹកទៅតែទឹកដោះគោអូឡុងរដូវក្តៅភ្ញៀវជួយចិត្តដាក់ទឹកកកច្រើនរសជាតិផ្លែតែរបស់ឯងបានហើយចាលុយស្កានរួយច្រើនសុខសប្បាយតាមផ្លូវពួកអ្នកក្រជួយចិត្តតែរបស់ថោកមកព្រឹកនេះហត់ចង់ស្លាប់អីតកែទឹកដោះគោស្រស់យើងដើមទុន$8តែយើងលក់$7.9យើងលក់ខាត់ដើមណាអ្នកណាថាខ្ញុំប្រើទឹកដោះគោស្រស់មកនេះមកខ្ញុំទិញម្សៅគ្រីមបោះដុំមកជាង10កេសដើមទុនធូរថ្លៃជាងទឹកដោះគោស្រស់ជាង10ដងហើយក្លិនទឹកដោះគោឈ្ងុយជាង10ដងឯណោះតែនៅក្នុងម្សៅគ្រីមហ្នឹងមានសារធាតុអាស៊ីតខ្លាញ់មិនល្អអាចធ្វើឲ្យស្ទះសរសៃឈាមឬក៏មានសារថាមានអ្នកផឹកហើយរលាកសាច់ដុំម្ដងបើយើងមិនផឹកមានតែកើតអីណាភ្ញៀវទាំងនោះជួយចិត្តតែរបស់ថោកហើយមិនចេះទុកមាត់ទេហើយមកបន្ទប់ពួកយើងមិនកើតឆ្លៀតផ្សព្វផ្សាយរដូវកាលបញ្ចប់ការសិក្សានេះបើអាទិត្យចំណេញរហូតដល់$5,000ឯណោះក៏មកទិញតែទឹកដោះគោនៅហាងនេះទេអសោះរបស់ដែលពួកគេលក់មិនមែនតែទឹកដោះគោទេគឺជាថ្នាំបញ្ចុះនាងជាអ្នកណាមានផតតាំងអីមកបង្ខូចគេឈ្មោះគេផ្ដាច់អញ្ចឹងនេះគឺជាផតតាំងអាលៀកកាប៉ាពវៀនឯងហ៊ាននិយាយផ្ដិបប្រាក់ខែរបស់ឯងកុំសង្ឃឹមថាបាននេះសោះគាត់គ្មានផតតាំងទេតែខ្ញុំមានមីងមិនត្រឹមយកផ្លែឈើលួយយកធ្វើតែផ្លែឈើទេហើយថែមទាំងយកកៅដែលមីងខាត់ជើងឲ្យវាប្រើទៀតអ្នកលក់ចិត្តខ្មៅដូចជាមីងនេះហ่าគាត់តែត្រូវបិទហាងតាំងពីយូរហើយមិនតែធ្វើបែបនេះត្រូវតែដឹងហើយប៉ុន្មានហើយអ្នកទាំងអស់គ្នាកុំស្ដាប់នាងឯងឆាប់បិទបោកទៅថាខ្ញុំនិយាយផ្ដេសផ្ដាស់ឬអត់ចាំមកក្រសួងចំណីអាហារចាំមកពិនិត្យទៅដឹងហើយចប់ហើយ